ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបចៀនពងមាន់ចាគ្រឿងផ្សំមានដូចខាងលើជាដំបូងហ្នឹងគឺយើងគោះពងមាន់យើងដាក់ក្នុងចានកែវមួយដែលនាងខ្ញុំប្រើពងមាន់ចំនួន6គ្រាប់ចាគឺយើងគោះវាបែបហ្នឹងមកបន្ទាប់មកគឺនាងខ្ញុំប្រើស្ករសចំនួនបន្តិចអំបិលប៊ីចេងចំនួនបន្តិចរួចយើងវាយវាឲ្យសព្វចូលជាមួយនឹងគ្រឿងរបស់យើងបន្ទាប់មកនាងខ្ញុំដាក់ការ៉ុតហើយនិងស្លឹកខ្ទឹមចូលយើងចាប់ផ្ដើមចៀនពងរបស់យើងដោយប្រើបើកភ្លើងតិចកុំឲ្យពងមាន់យើងខ្លោចយើងមូរវាបែបហ្នឹងមកគឺបន្តធ្វើបែបនេះរហូតតតែអស់ពងមាន់របស់យើងអញ្ចឹងឃើញថាពងមាន់របស់យើងបានចៀនរួចរាល់ហើយអញ្ចឹងមកកាត់ពងមាន់របស់យើងជាមួយនាងខ្ញុំទាំងអស់គ្នាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំ